តាអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីមនុស្សស្មោះត្រង់ខ្លះតែងតែត្រូវគេក្បត់ហេតុអ្វីមនុស្សល្អខ្លះតែងតែត្រូវគេយកប្រៀបហើយហេតុអ្វីមនុស្សខ្លះមិននិយាយច្រើនប៉ុន្តែគ្រប់គ្នាគោរពនិងមិនហ៊ានមើលងាយការពិតដ៏ឈឺចាប់មួយគឺពិភពលោកមិនវាស់តម្លៃអ្នកតាមភាពស្លូតបូតឬចិត្តល្អរបស់អ្នកទេពិភពលោកវាស់អ្នកតាមរបៀបដែលអ្នកគ្រប់គ្រងខ្លួនឯងនិងការពារតម្លៃរបស់អ្នក Niccolo Machiavelli បានសិក្សាពីការឡើងនិងការដួលរលំរបស់អ្នកដឹកនាំជាច្រើនគាត់យល់ថាអំណាចមិនមែនកើតពីសាច់ដុំឬសម្លេងខ្លាំងនោះទេប៉ុន្តែកើតពីប្រាជ្ញាការអត់ធ្មត់និងការគិតមុនគេថ្ងៃនេះខ្ញុំចង់ចែករំលែកគោលការណ៍សំខាន់ៗដែលអាចផ្លាស់ប្ដូររបៀបដែលអ្នករស់នៅនិងធ្វើឲ្យមនុស្សគោរពអ្នកកាន់តែច្រើនទី1កុំបង្ហាញអ្វីៗទាំងអស់អំពីខ្លួនអ្នកមនុស្សដែលដឹងអំពីអ្នកគ្រប់យ៉ាងអាចប្រើព័ត៌មានទាំងនោះប្រឆាំងនឹងអ្នកបានមិនមែនអ្វីៗសុទ្ធតែត្រូវចែករំលែកនោះទេផែនការរបស់អ្នកក្តីសុបិនរបស់អ្នកនិងជំហានបន្ទាប់របស់អ្នកគួរតែជារឿងដែលត្រូវការពារមនុស្សដែលស្ងៀមស្ងាត់មិនមែនព្រោះគេមិនចេះនិយាយទេតែព្រោះគេដឹងថាភាពអាថ៌កំបាំងគឺជាអំណាចទី2គ្រប់គ្រងអារម្មណ៍របស់អ្នកនៅពេលអ្នកខឹងអ្នកកំពុងផ្ដល់ឱកាសឲ្យអ្នកដទៃគ្រប់គ្រងអ្នកមនុស្សឆ្លាតមិនប្រតិកម្មលឿនទេគេសង្កេតមើលស្ដាប់ហើយឆ្លើយតបនៅពេលសមរម្យពេលអ្នកអាចរក្សាភាពស្ងប់ស្ងាត់ក្នុងពេលមានសម្ពាធនោះអ្នកកំពុងឈ្នះហើយទី3ធ្វើឲ្យខ្លួនអ្នកក្លាយជាមនុស្សដែលគេត្រូវការកុំខំធ្វើឲ្យគេស្រឡាញ់អ្នកចូលធ្វើឲ្យអ្នកមានតម្លៃបង្កើនចំណេះដឹងជំនាញនិងបទពិសោធន៍របស់អ្នកនៅពេលអ្នកអាចដោះស្រាយបញ្ហាដែលអ្នកដទៃមិនអាចធ្វើបានអ្នកនឹងក្លាយជាមនុស្សដែលគេមិនចង់បាត់បង់ទី4ការពារកេរ្តិ៍ឈ្មោះរបស់អ្នកកេរ្តិ៍ឈ្មោះគឺជាទ្រព្យសម្បត្តិដែលមានតម្លៃជាងលុយមនុស្សនឹងវាយតម្លៃអ្នកមុនពេលពួកគេស្គាល់អ្នកដូច្នេះកុំធ្វើអ្វីដែលបំផ្លាញភាពជឿជាក់របស់អ្នកដើម្បីផលប្រយោជន៍តូចមួយចំណាយពេលរាប់ឆ្នាំដើម្បីកសាងកេរ្តិ៍ឈ្មោះល្អហើយកុំឲ្យវាបាត់បង់ដោយការសម្រេចចិត្តមួយភ្លែតទី5កុំនិយាយផែនការមុនពេលធ្វើវាសម្រេចមានមនុស្សមួយចំនួនមិនសប្បាយចិត្តនៅពេលឃើញអ្នកជោគជ័យទេបើអ្នកនិយាយគ្រប់យ៉ាងមនុស្សខ្លះអាចរារាំងអ្នកឬចម្លងគំនិតរបស់អ្នកឲ្យលទ្ធផលរបស់អ្នកជាអ្នកនិយាយជំនួសអ្នកទី6កុំឆ្លើយតបទៅគ្រប់ការប្រឈមមិនមែនគ្រប់សង្គ្រាមសុទ្ធតែត្រូវចូលប្រយុទ្ធទេមនុស្សខ្លះចង់ទាញអ្នកចូលទៅក្នុងរឿងតូចតាចដើម្បីឲ្យអ្នកខ្ជះខ្ជាយពេលនិងថាមពលសួរខ្លួនឯងជានិច្ចថាបើខ្ញុំឈ្នះរឿងនេះតើជីវិតខ្ញុំប្រសើរឡើងដែរឬទេបើចម្លើយគឺទេដើរចេញទៅទី7និយាយតិចមើលច្រើនមនុស្សភាគច្រើនបង្ហាញខ្លួនច្រើនពេកប៉ុន្តែមនុស្សដែលមានអំណាចពួកគេស្ដាប់ច្រើនជាងនិយាយនៅពេលអ្នកស្ងៀមមនុស្សផ្សេងនឹងចាប់ផ្ដើមនិយាយហើយនៅក្នុងពាក្យសម្ដីរបស់ពួកគេអ្នកនឹងឃើញព័ត៌មានដែលអ្នកត្រូវការអំណាចពិតមិនមែនជាការធ្វើឲ្យមនុស្សខ្លាចអ្នកទេអំណាចពិតគឺជាការគ្រប់គ្រងខ្លួនឯងការគិតឆ្ងាយនិងការសម្រេចចិត្តដោយប្រាជ្ញាអ្នកមិនចាំបាច់ឈ្នះគ្រប់ការឆ្លោះទេអ្នកគ្រាន់តែត្រូវឈ្នះជីវិតរបស់អ្នកចាប់ពីថ្ងៃនេះទៅនិយាយតិចជាងមុនសង្កេតច្រើនជាងមុនកសាងតម្លៃខ្លួនឯងជាងមុនហើយកុំឲ្យអារម្មណ៍របស់អ្នកคล้ายជាចំណុចខ្សោយដែលអ្នកដទៃអាចប្រើប្រាស់បានសូមចងចាំថាអំណាចពិតមិនមែនជាអ្វីដែលអ្នកដណ្ដើមបានពីអ្នកដទៃទេប៉ុន្តែជាអ្វីដែលអ្នកកសាងឡើងនៅក្នុងខ្លួនអ្នករៀងរាល់ថ្ងៃ